នេះគឺជារថយន្តរបស់ប្រធានាធិបតីភ្នាក់ងារសម្ងាត់បើកទ្វារដោយប្រើដៃទាំងពីរទ្វារនេះមានកម្រាស់8អ៊ីងប្រហែលជា20សង់ទីម៉ែត្រក្រាស់ជាងជញ្ជាំងភាគច្រើននេះគឺជារថយន្ត Cadillac The Beast ដែលគេស្គាល់ផងដែរថាជាបន្ទាយលើដីចាប់តាំងពីពេលនោះមក Cadillac បានក្លាយជាម៉ាករថយន្តតំណាងឲ្យប្រធានាធិបតីដោយជំនួសរថយន្ត Lincoln ចាស់រថយន្ត The Beast នេះអាចទប់ទល់នឹងការវាយប្រហារស្ទើរតែគ្រប់ប្រភេទសូម្បីតែក្របកាំភ្លើងបាញ់ទម្លុះពីដែកដើម្បីធានាថាប្រធានាធិបតីមានសុវត្ថិភាពជាមួយនឹងការបំពាក់យ៉ាងមាំមួននេះផ្នែកខាងក្នុងត្រូវបានបិទជិតហើយថែមទាំងមានប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែនដាច់ដោយឡែកដើម្បីធានាមិនឲ្យខ្យល់កខ្វក់ចូលខាងក្នុងបានរថយន្តទាំងមូលមានទម្ងន់រហូតដល់ទៅ22,000ផោនប្រហែលជា9,979គីឡូក្រាមដែលមិនត្រឹមតែបន្ថែមការការពារប៉ុណ្ណោះទេថែមទាំងធានានៅលំនឹងនិងការបើកបរក្នុងល្បឿនលឿននិងនៅលើផ្លូវពិបាកនៅក្នុងក្លឹបខាងក្រោយមានធនាគារឈាមដែលមានប្រភេទឈាមដូចគ្នានឹងប្រធានាធិបតីបូករួមទាំងសម្បកកង់ចំនួន4ដែលមិនជាបែកធ្លាយប្រធានាធិបតីមិនមែនមានរថយន្តតែមួយគ្រឿងនោះទេមានក្បួនរថយន្តជាច្រើនដែលត្រូវបានកែច្នៃពិសេសជាច្រើនគ្រឿងហើយនៅក្នុងនោះមាន2គ្រឿងដូចគ្នាបែបបិទគ្មាននរណាដឹងថាប្រធានាធិបតីកំពុងជិះរថយន្តមួយណាឲ្យប្រកបនោះទេបន្ថែមពីនេះរថយន្ត The Beast ត្រូវបានផ្លាស់ប្ដូរថ្មីជារៀងរាល់ 2-3 ឆ្នាំម្ដង